រាល់ថ្ងៃនេះគឺមានម៉ាក់គាត់មកជួយមើលកូនដែរនៅពេលដែលខ្ញុំរវល់អីអញ្ចឹងបានគាត់នឹងហើយដែលជួយដាក់កម្ដៅទឹកដោះឲ្យកូនមុំអញ្ចឹងដោយសារទឹកដោះជាទូទៅទៅពេលយើងបូមហើយដាក់តាខាងក្រៅបាន2ម៉ោងអីទេអញ្ចឹងខ្ញុំយកចូលទូទៅជាអីនៅក្នុងនឹងផងដែរក៏ខ្ញុំជ្រើសរើសប្រភេទម៉ាស៊ីនណាដែលមានភាពងាយស្រួលដល់គាត់ហ្មងពួកគាត់ចាស់ហើយគាត់អត់ចេះប្រើដូចយើងទេតែម៉ាស៊ីនដែលប្រើប្រភេទ touch screen អីចុចញ៉ៃគឺគាត់ពិបាកអញ្ចឹងខ្ញុំជ្រើសប្រភេទម៉ាស៊ីននេះដែរប្រភេទម៉ាស៊ីនដែលយើងអាចស្រែនឹងដៃខ្លួនឯងបានអញ្ចឹងគឺយើងស្រែតែម្ដងគឺទុកឲ្យគាត់ប្រើវាស្រួលមែនតើហ្មងហើយ function នៅក្នុងហ្នឹងគឺមានជាកម្ដៅទឹកដោះដែលមានរូបដបទឹកដោះយើងអាចកម្ដៅអាហារកូនបានក្នុងវ័យកូនដែលញ៉ាំបបរអីអញ្ចឹងណាចានៅខាងក្នុងគេតលាយអញ្ចឹងមកអាចដាក់3 4ដបអីក៏បានដែរហើយនេះនៅពេលដែលយើងដាក់កម្ដៅហើយគឺវាលោតណាពេលដែលយើងក្ដៅហើយអញ្ចឹងវាដល់នីតិរបស់វាគឺវាលោតឲ្យសលេងបែបហ្នឹងអញ្ចឹងហ្មងណាអញ្ចឹងប្រភេទម៉ាស៊ីននេះខ្ញុំគិតថាស័ក្តិសមសម្រាប់ម៉ាក់ដែលគាត់មានកូនតូចតូចឬក៏មានម៉ាក់ចាស់ហើយគាត់នៅផ្ទះជួយមើលកូនយើងអញ្ចឹងណាឬក៏មានក្មេងៗអាចជំនួសដៃជំនួសជើងហើយគាត់អត់សូវចេះប្រើប្រភេទម៉ាស៊ីនអីញ៉ៃច្រើនអញ្ចឹងម៉ាក់អាចជ្រើសរើសប្រភេទម៉ាស៊ីននេះបែបមុខងារម៉ាស៊ីននេះនៅពេលដែលយើងចុចមុខងារមួយណាគឺវានៅបែបហ្នឹងតោះតែយើងសេរីថែមទៀតអញ្ចឹងសម្រាប់ម៉ាស៊ីននេះម៉ាក់ចាប់អារម្មណ៍អីអាចតាក់ទងចុច page របស់ខ្ញុំបាន